មីស៊ីលអឺរ៉ង់បង្ហាញរឹតកិច្ចរកាត់ស្ទាក់ចាប់ជាង10គ្រាប់បុកទន្លុះក្រុងជេរូសាឡឹមប្រព័ន្ធបណ្ដាញសង្គមកំពុងមានការវែកញែកដ៏ភ្ញាក់ផ្អើលមួយនៃវីដេអូដែលបង្ហាញពីទិដ្ឋភាពមីស៊ីលរបស់អឺរ៉ង់ហោះកិច្ចពីគ្រាប់រ៉ុកែតស្ទាក់ចាប់របស់អ៊ីស្រាអែលជាង10គ្រាប់យ៉ាងមិនគួរឲ្យជឿមុននឹងផ្ទុះចំគោលដៅទីក្រុងជេរូសាឡឹមយោងតាមការចុះផ្សាយរបស់ Hindustan Times នាថ្ងៃទី2ខែមីនាឆ្នាំ2026នេះនៅក្នុងคลิปវីដេអូដែលថតនាពេលរាត្រីយើងឃើញពន្លឺភ្លើងនៃប្រព័ន្ធការពារអាកាសហោះខ្វាត់ខ្វែងពេញមេឃដើម្បីព្យាយាមកំទេចមីស៊ីលតែមួយគ្រាប់ដែលកំពុងហោះសម្ដៅមកបើទោះបីជាមានការស្ទាក់ចាប់ពីសំណាញ់មេឃរបស់អ៊ីស្រាអែលក៏ដោយក៏មីស៊ីលនោះនៅតែអាចរក្សាតាមលំនាំហោះហើររបស់វារួចក៏ធ្លាក់បុកដីបង្កជាការផ្ទុះយ៉ាងខ្លាំងស្របពេលជាមួយគ្នានោះអាជ្ញាធរអ៊ីស្រាអែលបានបញ្ជាក់ថាមានមនុស្សជាច្រើននាក់បានរងរបួសក្នុងហេតុការណ៍មីស៊ីលធ្លាក់លើផ្លូវធំមួយក្នុងទីក្រុងជេរូសាឡឹមកាលពីយប់ថ្ងៃអាទិត្យកន្លងទៅមតិភាគច្រើនលើបណ្ដាញសង្គមបានសន្និដ្ឋានថាគ្រាប់យុទ្ធភ័ណ្ឌនេះអាចជាមីស៊ីលប្រភេទ Fatah ឬ Fatah 2ដែលកងឆ្មាំបដិវត្តន៍អឺរ៉ង់ IRGC ធ្លាប់អួតអាងថាចំណុចចាប់ផ្ដើមនៃទីបញ្ចប់សម្រាប់ប្រព័ន្ធការពារអាកាសរបស់អ៊ីស្រាអែល Fatah 2បង្ហាញខ្លួនក្នុងឆ្នាំ2023ហើយត្រូវបានរាយការណ៍ថាអាចហោះក្នុងល្បឿនលឿនជាងសំឡេងរហូតដល់15ដងនិងបាញ់ដល់ចម្ងាយ1500គីឡូម៉ែត្រខុសពីមីស៊ីលប៉ាឡេស្ទិកទូទៅដែលហោះតាមគន្លងថេរមីស៊ីល Hypersonic នេះអាចបត់បែនកិច្ចចុះឡើងលើអាកាសបានធ្វើឲ្យប្រព័ន្ធការពារទំនើបពិបាកនឹងស្ទាក់ចាប់បានដោយជោគជ័យ IRGC បានហៅប្រព័ន្ធ Fatah នេះថាជាអាវុធផ្លាស់ប្ដូរហ្គេមសង្គ្រាមក្នុងចំនួនបច្ចុប្បន្នដែលអឺរ៉ង់បានប្រើប្រាស់ដើម្បីវាយប្រហារអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកនៅកាតានិងអារ៉ាប់រួមបន្ទាប់ពីការស្លាប់មេដឹកនាំកំពូលលោក Khamenei ទោះបីជាពេលវេលានិងទីតាំងពិតប្រាកដនៃវីដេអូនេះមិនទាន់ត្រូវបានបញ្ជាក់ពីផ្លូវការ 100% ក៏ដោយប៉ុន្តែសំឡេងស្រែកផ្អើលឆោឡក្នុងវីដេអូបានបញ្ជាក់ពីភាពតក់ស្លុតនៃសង្គ្រាមដែលកំពុងតែឆាបឆេះកាន់តែខ្លាំងនៅតំបន់រដ្ឋឈូងសមុទ្រលោកប្រធានាធិបតី Donald Trump បដិញ្ញាវាយអឺរ៉ង់ទាល់តែសម្រេចគោលដៅតែប្រាប់ថាអាចនឹងស្លាប់ទាហានអាមេរិកជាច្រើននាក់ក្នុងវីដេអូបង្ហោះលើបណ្ដាញសង្គម Truth Social កាលពីថ្ងៃទី1ខែមីនាប្រមុខសេតវិមាន Donald Trump បានប្រកាសថាអាមេរិកនឹងមិនដកថយឡើយពោលគឺនឹងវាយអឺរ៉ង់រហូតដល់សម្រេចបានគោលដៅទាំងអស់ប៉ុន្តែលោកក៏ទទួលស្គាល់ដែរថាកងទ័ពអាមេរិកនឹងត្រូវពលីជីវិតជាច្រើនអ្នកត្បិតតែមិនបានបញ្ជាក់ថាគោលដៅទាំងនោះមានអ្វីខ្លះប៉ុន្តែប្រធានាធិបតីប្រទេសមហាអំណាចផុតលេខរូបនេះបាននិយាយថាសង្គ្រាមជាមួយអឺរ៉ង់គឺដើម្បីឆ្លើយតបទៅនឹងការគំរាមកំហែងដល់អធិភាពរបស់សហរដ្ឋអាមេរិករបបអឺរ៉ង់ដែលប្រដាប់ដោយមីស៊ីលរយៈចម្ងាយឆ្ងាយនិងអាវុធនុយក្លេអ៊ែរនឹងក្លាយជាការគំរាមកំហែងដ៏គួរឲ្យភ័យខ្លាចដល់ប្រជាជនអាមេរិកគ្រប់រូបទន្ទឹមនោះដែរលោកត្រាំបានរំលឹកអំពីការស្លាប់ទាហានអាមេរិក3នាក់ក្នុងការវាយបកសងសឹករបស់អឺរ៉ង់កាលពីថ្ងៃអាទិត្យហើយប្រមានថាអាចមានទាហានស្លាប់ច្រើនអ្នកទៀតលោកថ្លែងថាគួរឲ្យសោកស្ដាយទំនងជានឹងមានការបាត់បង់ជីវិតទាហានបន្ថែមទៀតមុនពេលរឿងនេះបញ្ចប់ទៅនោះគឺជាការពិតទំនងជានឹងពលីច្រើនទៀតប៉ុន្តែយើងនឹងធ្វើគ្រប់យ៉ាងតាមដែលអាចធ្វើទៅបានដើម្បីកុំឲ្យរឿងនោះកើតឡើងអាមេរិកនឹងសងសឹកចំពោះការស្លាប់របស់ពួកគេហើយនឹងបើកការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតទៅលើក្រុមភេរវករដែលបង្កសង្គ្រាមប្រឆាំងនឹងអរិយធម៌របស់មនុស្សជាតិកូរ៉េខាងជើងបានចេញមុខថ្កោលទោសយ៉ាងខ្លាំងក្លាចំពោះប្រតិបត្តិការយោធារួមគ្នាខ្នាតធំរវាងសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើប្រទេសអឺរ៉ង់ដោយហៅសកម្មភាពនេះថាជាទង្វើបែបក្រុមបងធំនេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Yonhap
កាលពីថ្ងៃទី1 ខែមីនា ឆ្នាំ 2026 ប្រតិបត្តិការយោធា Operation Epic Fury ត្រូវបានប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ឺរ៉ង់បញ្ជាក់ថាបានសម្លាប់មេដឹកនាំកម្ពុជាលោកអាយ៉ាតូឡាស់អាលីខាម៉ានីខណៈដែលកិច្ចចរចានុយក្លេអ៊ែរដោយប្រយោលរវាងវ៉ាស៊ីនតោននិងតេហេរ៉ង់កំពុងស្ថិតក្នុងភាពទាល់ច្រកតាមរយៈសេចក្តីថ្លែងការណ៍ដែលចុះផ្សាយដោយទីភ្នាក់ងាររដ្ឋ KCNA ទីក្រុងព្យុងយ៉ាងបានលើកឡើងថាការវាយប្រហាររបស់អ៊ីស្រាអែលធ្វើឡើងក្រោមការគាំទ្រយ៉ាងសកម្មពីសហរដ្ឋអាមេរិកហើយសកម្មភាពយោធាបន្តបន្ទាប់របស់វ៉ាស៊ីនតោនគឺជាអំពើឈ្លានពានខុសច្បាប់ទាំងស្រុងនិងជាការរំលោភបំពានអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរ KCNA បានបញ្ជាក់ថាអំពើឈ្លានពានបែបនេះមិនអាចយកមកធ្វើជាលេសដោះសារបានឡើយហើយក៏មិនអាចអត់ឱនឲ្យបានជាដាច់ខាតទោះក្នុងកលៈទេសៈណាក៏ដោយការវាយប្រហារចុងក្រោយនេះកើតឡើងក្នុងរយៈពេល8ខែបន្ទាប់ពីអាមេរិកបានអនុវត្តប្រតិបត្តិការ Operation Midnight Hammer លើរោងចក្រនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ឺរ៉ង់ដែលបង្កឲ្យមានការភ័យខ្លាចនៅជម្លោះក្នុងតំបន់កាន់តែរីករាលដាលស្របពេលដែលវ៉ាស៊ីនតោនកំពុងតែព្យាយាមផ្ដោតការយកចិត្តទុកដាក់លើការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយនឹងប្រទេសចិនស្ថានភាពកាន់តែក្តៅអ៊ឺរ៉ង់ប្រកាសដាច់ខាតមិនចរចាជាមួយនឹងអាមេរិកទៀតទេលោកអាលីឡារីចានីមន្ត្រីសន្តិសុខជាតិកម្ពុជារបស់អ៊ឺរ៉ង់និងជាទីប្រឹក្សាសំខាន់របស់អតីតមេដឹកនាំកម្ពុជាលោកអាយ៉ាតូឡាស់អាលីខាម៉ានីបានប្រកាសតាមរយៈការបង្ហោះលើបណ្ដាញសង្គម X ថាប្រទេសអ៊ឺរ៉ង់នឹងមិនចរចាជាមួយនឹងសហរដ្ឋអាមេរិកទៀតឡើយនេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN នាថ្ងៃទី2 ខែមីនា ឆ្នាំ 2026 លោក Larry Jani ដែលជាបុគ្គលដ៏មានឥទ្ធិពលបំផុតម្នាក់បានធ្វើការអត្ថាធិប្បាយដើម្បីឆ្លើយតបទៅនឹងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនដែលថាលោកបានតាក់ទងទៅនឹងអាមេរិកតាមរយៈអ្នកសម្របសម្រួលដើម្បីសុំបន្តការចរចាឡើងវិញលោក Larry Jani បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាកងកម្លាំងអ៊ឺរ៉ង់មិនមែនជាអ្នកចាប់ផ្ដើមការឈ្លានពាននោះទេលោក Larry Jani បានរិះគន់ប្រធានាធិបតីអាមេរិកលោក Donald Trump ថាបានធ្វើឲ្យតំបន់ធ្លាក់ក្នុងភាពចលាចលហើយឥឡូវនេះកំពុងធ្វើឲ្យបាត់បង់ជីវិតបន្ថែមទៀតនៃកងទ័ពអាមេរិកលោកបានបន្តថាលោក Donald Trump កំពុងគិតខុសហើយនិងកំពុងផ្លាស់ប្ដូរពាក្យស្លោក America First ទៅជា Israel First វិញដោយបានលះបង់ជីវិតទាហានអាមេរិកដើម្បីតែមហិច្ឆតារបស់អ៊ីស្រាអែលសូមជម្រាបថាពិភពលោកកំពុងធ្លាក់ចូលទៅក្នុងភាពតក់ស្លុតនៅពេលដែលសន្តិភាពតាមរយៈការចរចាការទូតត្រូវរលាយសាបសូន្យហើយជំនួសមកវិញដោយគ្រាប់បែកនិងគ្រាប់មីស៊ីលនៅថ្ងៃទី28 ខែកុម្ភៈផ្ទៃមេឃលើប្រទេសអ៊ឺរ៉ង់ត្រូវបានញ៉ាំងដោយអណ្ដាតភ្លើងនៃគ្រាប់យុទ្ធភ័ណ្ឌរបស់អាមេរិកនិងអ៊ីស្រាអែលដែលបានកំទេចទាំងឃ្លាំងអាវុធនិងផ្ដាច់ជីវិតមេដឹកនាំកម្ពុជារបស់ពួកគេក្នុងកំហឹងសងសឹកដ៏ខ្លាំងក្លាអ៊ឺរ៉ង់មិនបាននៅស្ងៀមឡើយដោយបានបាញ់មីស៊ីលរាប់រយគ្រាប់ដូចជាភ្លៀងរលឹមគ្របដណ្ដប់លើផ្ទៃមេឃនៃប្រទេសអ៊ីស្រាអែលនិងមូលដ្ឋានទ័ពអាមេរិកនៅទូទាំងតំបន់ឈូងសមុទ្រចាប់តាំងពីថ្ងៃបើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំវាយអ៊ឺរ៉ង់មកសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានបាញ់ប្រហារលើគោលដៅប្រហែលជា 2000 គោលដៅដោយប្រើសពាវុធធុនធ្ងន់ច្រើនប្រភេទតាមរយៈការអះអាងពីមេបញ្ជាការដ្ឋានសហរដ្ឋអាមេរិក CENTCOM កាលពីថ្ងៃអាទិត្យទី1 ខែមីនាក្នុងការធ្វើប្រតិបត្តិការសង្គ្រាមជាមួយអ៊ឺរ៉ង់សហរដ្ឋអាមេរិកបានប្រើប្រាស់យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B2 យន្តហោះចម្បាំង F22 យន្តហោះចម្បាំង F35 និង F16 យន្តហោះវាយប្រហារ A10
យន្តហោះចម្បាំងអេឡិចត្រូនិក EA-18G Drone MG9 Raptor នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរនាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវព្រមទាំងប្រព័ន្ធការពារមីស៊ីល Patriot និង THAAD ផងដែរកាលពីថ្ងៃសៅរ៍ប្រធានាធិបតីអាមេរិក Donald Trump បានចេញបញ្ជាឲ្យបើកការវាយប្រហារទៅលើអ៊ឺរ៉ង់ដោយកំណត់គោលដៅមានដូចជាទីបញ្ជាការដ្ឋានកងទ័ពចម្រុះនិងកងកម្លាំងអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីស្លាមប្រព័ន្ធការពារអាកាសរួមបញ្ចូលគ្នានាវានិងនាវាមួយទឹកទីតាំងមីស៊ីលប្រឆាំងនាវានិងហេដ្ឋារចនាសម្ព័ន្ធទំនាក់ទំនងនានាថែមទៀតថៃត្រៀមជម្លៀសពលរដ្ឋខ្លួនជាង 11,000,000 នាក់ចេញពីមជ្ឈិមបូព៌ានាយករដ្ឋមន្ត្រីអនុទីនឆាវិរៈគុលបានប្រកាសកាលពីថ្ងៃទី1 ខែមីនាឆ្នាំ 2026 ថាប្រទេសថៃកំពុងរៀបចំយន្តហោះយោធានិងជួលជើងហោះហើរពិសេសដើម្បីជម្លៀសពលរដ្ឋខ្លួនចេញពីតំបន់មជ្ឈិមបូព៌ាបន្ទាប់ពីការវាយប្រហារគ្នាទៅវិញទៅមករវាងសម្ព័ន្ធមិត្តអាមេរិកអ៊ីស្រាអែលនិងអ៊ឺរ៉ង់យោងតាមការចុះផ្សាយរបស់ Straits Times ជាមួយនឹងពលរដ្ឋថៃប្រហែល 110,000 នាក់ដែលកំពុងរស់នៅក្នុងតំបន់នោះរដ្ឋាភិបាលកំពុងតែផ្ដល់អាទិភាពដល់អ្នកនៅក្នុងប្រទេសអ៊ឺរ៉ង់លោកអានុទីនបានបញ្ជាក់ថារដ្ឋាភិបាលនឹងធ្វើគ្រប់យ៉ាងដើម្បីនាំពលរដ្ឋត្រឡប់មកវិញដោយសុវត្ថិភាពជម្លោះបានផ្ទុះឡើងកាន់តែខ្លាំងបន្ទាប់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលបានចាប់ផ្ដើមរលកនៃការវាយប្រហារលើអ៊ឺរ៉ង់កាលពីថ្ងៃទី28 ខែកុម្ភៈដែលនាំឲ្យមានការសងសឹកភ្លាមៗពីភាគីអ៊ឺរ៉ង់មកវិញប្រធានាធិបតីអាមេរិក Donald Trump បានបដិញ្ញាបន្តការវាយរហូតដល់រដ្ឋាភិបាលអ៊ឺរ៉ង់ដួលរលំខណៈដែលទូរទស្សន៍រដ្ឋអ៊ឺរ៉ង់បានបញ្ជាក់ពីមរណភាពរបស់មេដឹកនាំកំពូលលោក Khamenei នៅថ្ងៃទី1 ខែមីនាសម្លេងផ្ទុះថ្មីក៏ត្រូវបានគេឮនៅក្នុងទីក្រុងឌូហា ឌុយបៃ អាប៊ូដាប៊ី រីយ៉ាតនិងម៉ាណាម៉ាដែលជំរុញឲ្យប្រទេសជាច្រើនបិទដែនអាកាសសម្រាប់ចរាចរណ៍ស៊ីវិលយោងតាមក្រសួងការបរទេសថៃពលរដ្ឋថៃរាប់សិបនាក់នៅអ៊ឺរ៉ង់និងនៅអ៊ីស្រាអែលបានចុះឈ្មោះបំណងចង់ត្រឡប់ទៅផ្ទះវិញរួចទៅហើយក្រៅពីអ្នកនៅក្នុងតំបន់រងការវាយប្រហារផ្ទាល់ក៏មានពលករថៃរាប់សិបម៉ឺននាក់ទៀតកំពុងតែស្នាក់នៅទូទាំងអារ៉ាប់រួមអារ៉ាប៊ីសាអ៊ូឌីតបារ៉ែននិងកាតាផងដែរមន្ត្រីថៃកំពុងសម្របសម្រួលជាមួយអង្គការអន្តរជាតិដើម្បីរៀបចំផែនការជម្លៀសខណៈដែលក្រុមហ៊ុនអាកាសចរជាច្រើនបានលុបចោលជើងហោះហើរទៅមកក្នុងតំបន់នេះអាល្លឺម៉ង់បារាំងនិងអង់គ្លេសត្រៀមខ្លួនចូលរួមវាយអ៊ឺរ៉ង់មហាអំណាចអឺរ៉ុប3ប្រទេសដូចជាចក្រភពអង់គ្លេសបារាំងនិងអាល្លឺម៉ង់បានប្រមានថាពួកគេអាចនឹងលូកដៃចូលរួមវាយប្រហារអ៊ឺរ៉ង់ដែរព្រោះតែទីក្រុងតេហេរ៉ង់ធ្វើសកម្មភាពដោយមិនញញើតតាមការផ្សាយរបស់សារព័ត៌មាន BBC កាលពីថ្ងៃអាទិត្យទី1 ខែមីនាប្រទេសទាំង3បានចេញសេចក្តីថ្លែងការណ៍រួមគ្នាដោយថ្កោលទោសអ៊ឺរ៉ង់ចំពោះការប្រហារមីស៊ីលមិនរើសមុខនិងហួសហេតុលើអ្នកជិតខាងខ្លួននាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer ប្រធានាធិបតីបារាំង Emmanuel Macron និងអធិការបតីអាល្លឺម៉ង់ Friedrich Merz អំពាវនាវឲ្យទីក្រុងតេហេរ៉ង់បញ្ឈប់ការវាយប្រហារជាបន្ទាន់ហើយមេដឹកនាំទាំង3បញ្ជាក់ពីការត្រៀមខ្លួនរួចជាស្រេចដើម្បីចាត់វិធានការចាំបាច់នានាដើម្បីការពារផលប្រយោជន៍របស់ពួកគេនៅក្នុងមជ្ឈិមបូព៌ាពួកគេបានថ្លែងថាយើងនឹងចាត់វិធានការដើម្បីការពារផលប្រយោជន៍របស់ពួកយើងក៏ដូចជាផលប្រយោជន៍សម្ព័ន្ធមិត្តយើងនៅក្នុងតំបន់ដែលអាចរួមមានទាំងការអនុញ្ញាតឲ្យមានសកម្មភាពការពារខ្លួនចាំបាច់និងសមស្របដើម្បីកម្ទេចសមត្ថភាពរបស់អ៊ឺរ៉ង់ក្នុងការបាញ់មីស៊ីលនិងដ្រូនផងដែរ